ខ្ញុំផ្ដើមសំណួរទី1ទៅកាន់លោកគ្រូកម្មថលតែម្ដងទៅតើលោកគ្រូហេតុអ្វីបានជាសហរដ្ឋអាមេរិកបានសម្រេចចិត្តចូលដៃជាមួយនឹងអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់នៅខណៈពេលនេះទាំងដែលមុននោះគឺអ្នកជំនាញភូមិសាស្ត្រនយោបាយច្រើនដែរដែលខ្ញុំតាមដានគឺគេវិភាគថាអាមេរិកនិងអ៊ីស្រាអែលគឺមិនអាចវាយអ៊ីរ៉ង់ទេហេតុអ្វីបានជាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសម្រេចចិត្តវាយអ៊ីរ៉ង់នៅខណៈពេលនេះសូមគោរពអញ្ជើញលោកគ្រូបាទអរគុណច្រើនថ្ងៃនេះជាថ្ងៃទី1ដែលខ្ញុំមានកិត្តិយសចូលរួមនៅក្នុងការពិភាក្សាស្ដីអំពីវិបត្តិនៅមជ្ឈិមបូព៌ាតាក់ទងជាមួយនឹងសម្ព័ន្ធមិត្តរវាងអាមេរិកហើយនិងអ៊ីស្រាអែលបានប្រយុទ្ធឬក៏វាយរួមគ្នាដៃគ្នាវាយប្រទេសអ៊ីរ៉ង់ផ្អែកទៅលើទ្រឹស្ដី Real Politics មានន័យថាពីដើមឡើយសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ជាមិត្តភក្តិទេបាទអញ្ចឹងនៅពេលដែលគាត់ជាមិត្តភក្តិជាមួយគ្នាយើងឃើញថាជាង20ឆ្នាំហើយគឺទសវត្សរ៍ទី50ដល់ទសវត្សរ៍ទី70ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តនឹងគ្នាអញ្ចឹងមានន័យថាអត់ទាន់មានអ៊ីស្រាអែលទេអាមេរិកហើយនិងអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តនឹងគ្នាហើយនៅក្នុងភូមិសាស្ត្រនយោបាយប្លុកថាមជ្ឈិមបូព៌ាហ្នឹងគឺអ៊ីរ៉ង់ហ្នឹងហើយគឺជាកូនជើងរបស់សហរដ្ឋអាមេរិកមូលហេតុអីដោយសារតែវត្តមានអ៊ីស្រាអែលអត់ទាន់មានប៉ុន្តែនៅពេលដែលវត្តមានអ៊ីស្រាអែលចាប់ដើមរឹងទៅពីក្រោយពីអ៊ីស្រាអែលបង្កើតបានជារដ្ឋមានន័យថាទំនាក់ទំនងរវាងអាមេរិកហើយអ៊ីរ៉ង់បានធ្លាក់ចុះដល់ធ្លាក់ចុះដោយសារតែកត្តាសេដ្ឋកិច្ចមិនបានយើងយកកត្តាសេដ្ឋកិច្ចជាស្នូលនៃចំនួនដោយសារអញ្ចេះយើងឃើញថានៅឆ្នាំ1951ជាដំណក់ប្រេងដំបូងបំផុតរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងត្រូវបានរកឃើញមុនគេហើយវាដូរប្រព័ន្ធសេដ្ឋកិច្ចមានន័យថាគេហៅថាបដិវត្តឧស្សាហកម្មទី2បានកើតឡើងនៅពេលដែលរកឃើញអញ្ចឹងធ្វើឲ្យបច្ចេកវិទ្យានៃការប្រើប្រាស់ម៉ាស៊ីនគឺដូរពីប្រើប្រាស់ចំហាយទឹកមកប្រេងវិញអញ្ចឹងមានន័យថាប្រេងគឺជាសង្គ្រាមរវាងមហាអំណាចមានន័យថានរណាគ្រប់គ្រងប្រេងបានអ្នកហ្នឹងគឺគ្រប់គ្រងប្រេងសកលពិភពលោកអញ្ចឹងហើយបានជាអ៊ីរ៉ង់ហ្នឹងគឺជាកន្លែងដែលគុតគង់ប្រេងទៅដល់សហរដ្ឋអាមេរិកជាកន្លែងគុកប្រេងទៅដល់ជាអង់គ្លេសអញ្ចឹងអ្នកដែលកាន់កាប់ប្រេងរបស់អ៊ីរ៉ង់គឺអាមេរិកអង់គ្លេសតាំងពីទសវត្សរ៍ទី50រហូតដល់70ប៉ុន្តែប្រជាជនអ៊ីរ៉ង់គេយល់ឃើញថាទេទ្រព្យសម្បត្តិរបស់គេរ៉ែរបស់គេប្រេងរបស់គេឧស្ម័នរបស់គេមិនក៏ធ្លាក់ដៃទៅលើមហាអំណាចទាំងពីរនឹងទៅវិញអញ្ចឹងហើយគេឃើញថាបើសិនជាទុកនៅរបបរាជាធិបតេយ្យអ៊ីរ៉ង់បន្តទៅទៀតវិបត្តិនឹងកើតឡើងដូច្នេះគេនឹងធ្វើចលនាមួយគឺផ្ដួលរំលំរាជាធិបតេយ្យតាំងពីពេលហ្នឹងមកយើងឃើញថាគឺរដ្ឋាភិបាលថ្មីកើតឡើងគឺរបបរាជាធិបតេយ្យនៅអ៊ីរ៉ង់បានដួលរំលំគឺរបបសាធារណរដ្ឋបែបគេហៅថាអ៊ីស្លាមនេះក៏កើតឡើងអញ្ចឹងមានន័យថានៅពេលដែលកើតឡើងគឺទំនាក់ទំនងរវាងអាមេរិកហើយនៅអ៊ីរ៉ង់ដែលជាមិត្តคล้ายទៅជាសត្រូវអញ្ចឹងបើយើងនៅក្នុងអារៀល politics ឃើញទេអញ្ចឹងនៅលើពិភពលោកនេះគ្មានប្រទេសណាជាមិត្តពិតប្រាកដទេហើយក៏គ្មានសត្រូវពិតប្រាកដឥឡូវយើងក៏លេចទៅមើលបទពិសោធន៍ប្រវត្តិសាស្ត្រមួយជាក់ស្ដែងវៀតណាមនិងសហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ទី50 70គឺប្រទេសទាំងពីរហ្នឹងគឺសត្រូវនឹងគ្នាគេហៅថានៅក្នុងសមរភូមិសង្គ្រាមវៀតណាមគេហៅថាវៀតណាមវរប៉ុន្តែមកដល់ឥឡូវនេះតើវៀតណាមនិងអាមេរិកคล้ายទៅជាសត្រូវគ្នាទេអត់ទេคล้ายទៅជាដៃគូទំនាក់ទំនងគ្នាដ៏ល្អប្រចាំនៅក្នុងតំបន់របស់យើងអញ្ចឹងមានន័យថាឥឡូវបើយើងក៏លេចទៅមើលនៅក្នុងតំបន់មជ្ឈិមបូព៌ាវិញអញ្ចឹងសហរដ្ឋអាមេរិកមើលឃើញថាប្រេងនៅតែដើរតួនាទីសំខាន់ដដែលដូច្នេះកាលណាដែលនរណាគ្រប់គ្រងប្រេងបានគឺអ្នកនឹងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកយើងឃើញថាបច្ចេកវិទ្យាគេរកឃើញនៅហៅថាដើរដោយធម្មពលដើរនុយក្លេអ៊ែរដើរដោយធម្មពលអគ្គិសនីបច្ចេកវិទ្យារថយន្តអីជំនួសទៅដោយបដាទៅដោយអគ្គិសនីអស់ហើយក៏ប៉ុន្តែដាច់ខាតនៅតែមិនចោលប្រេងទៅដាច់ខាតយើងឃើញថាក្នុងរយៈពេល20ឆ្នាំចុងក្រោយពីទសវត្សរ៍ទីឆ្នាំ2020រហូតមកដល់2025នេះគឺអ្នកដែលគ្រប់គ្រងប្រេងពិភពលោកគឺស្ទឹងតែនៅលើកណ្ដាប់ដៃប្រទេសមហាអំណាចថ្មីមួយទៀតដែលមិនមែនសហរដ្ឋអាមេរិកមានន័យថាសម្ព័ន្ធមិត្តរបស់ចិនបានរីកសុសសាយធ្វើឲ្យចិនបានចាប់យកតំបន់ធំ3ទី1តំបន់អាស៊ីទី2តំបន់អឺរ៉ុបហើយនិងទី3គឺនៅក្នុងតំបន់អាហ្វ្រិកដែលជាតំបន់ទៅដោយរ៉ែជាតំបន់ទៅដោយធម្មពលអញ្ចឹងមានន័យថាសម្ព័ន្ធមិត្តរបស់ចិនគឺអ៊ីរ៉ង់នឹងឯងបានអ៊ីរ៉ង់ហើយជាមួយនឹងចិនបានលក់ប្រេងឲ្យគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងម៉េចឲ្យប្រេងនៅក្នុងប្រទេសចិនคล้ายទៅជាកន្លែងសម្រាប់ផលិតហើយលក់នៅចេញឧស្សាហកម្មសម្រាប់ពិភពលោកបានន័យថា
ឥឡូវនេះចិនខ្លាយទៅជាទីផ្សារពិភពលោកទៅហើយបានន័យថាមិនបាច់ផលិតអីប្រទេសនៅលើពិភពលោកមិនបាច់ផលិតឲ្យចិនផលិតឲ្យក៏បានហូបទាំងអស់គ្នាដែរអញ្ចឹងសម្រាប់ដល់អញ្ចឹងមានន័យថាសេដ្ឋកិច្ចរបស់ចិនខ្លាយទៅជាមហាអំណាចមួយដែលកំពុងតែប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកកំពុងតែអត់ថមថយនៃសេដ្ឋកិច្ចរបស់ខ្លួនអញ្ចឹងសំណួរសួរថាបើសិនជាលោកត្រាំបណែតបដោយតទៅទៀតតើវាអាចធ្វើឲ្យសហរដ្ឋអាមេរិកហ្នឹងវាមានវិបត្តិអីនឹងកើតឡើងនៅក្នុងតំបន់គាត់នៅក្នុងប្រទេសគាត់អធិពលមហាអំណាចរបស់គាត់យើងត្រូវមានការធ្លាក់ចុះដូច្នេះដើម្បីដណ្ដើមនៃភូមិសាស្ត្រនបោកបាយកន្លែងហ្នឹងគឺត្រាំត្រូវតែមានវិធានការទី1គឺត្រូវតែដោះដូរអារម្មណ៍ចេញដោះដូរមេដឹកនាំចេញមានន័យថាលោកត្រាំបើកតាភូមិសាស្ត្រនយោបាយយើងឃើញថាតំបន់មជ្ឈមបូព៌ានេះគឺដោយសារតែអ៊ីស្រាអែលទុនដៃហើយដោយសារឆ្នាំ2024ឆ្នាំ2025វាមានសង្គ្រាម2ធំឡើងគឺរវាងក្រុមគេហៅថាសកម្មជនប្រយុទ្ធរបស់ពួកប្រទេសអ៊ីរ៉ង់ហើយជាមួយនឹងអ៊ីស្រាអែលបានប្រយុទ្ធគ្នាធ្វើឲ្យអ៊ីរ៉ង់បានយល់ឡើងឃើញថាអំពីមធ្យោបាយធ្វើសង្គ្រាមរបស់អ៊ីស្រាអែលហើយនឹងកាត់បន្ថយនៃការឥទ្ធិពលនៃសង្គ្រាមរបស់អ៊ីស្រាអែលអញ្ចឹងមានន័យថាអ៊ីរ៉ង់ខំផលិតនៅពេលដែលសង្គ្រាមខ្លួនរៀងមហាអំណាចតំបន់ទាំងពីរកើតឡើងឧទាហរណ៍ដោយអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលដូច្នេះអ៊ីស្រាអែលហើយនឹងអ៊ីរ៉ង់អាចមានលទ្ធភាពក្នុងការទប់ទល់កន្លែងហ្នឹងបានអញ្ចឹងមានន័យថាពីមុនខ្ចីដៃសកម្មជនដើម្បីធ្វើសង្គ្រាមជំនួសសិក្សាអំពីសត្រូវកំណត់ខ្លាំងរបស់សត្រូវហើយឥឡូវនេះคล้ายទៅជាទូអង្គប្រយុទ្ធគឺគាត់មានលទ្ធភាពក្នុងការតទល់ជាមួយសង្គ្រាមជាមួយហ្នឹងឥឡូវយើងសួរថាហេតុអីបានជាអាមេរិកមកចាប់ដៃជាមួយនឹងអ៊ីស្រាអែលហើយធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់មានន័យថាអាមេរិកមានសេណារីយ៉ូ4ហើយសេណារីយ៉ូ4ហ្នឹងមានសេណារីយ៉ូ3មានកំពុងតែបរាជ័យមួយគឺសេណារីយ៉ូសេដ្ឋកិច្ចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់យើងឃើញថាការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់គឺតាំងពីទសវត្សរ៍ទី70តាំងពីឆ្នាំ1979មករហូតពេលដែលចំនួនរវាងអាមេរិកជាមួយនឹងអ៊ីរ៉ង់កើតឡើងមកគឺវិបត្តិសេដ្ឋកិច្ចអ៊ីរ៉ង់ត្រូវបានអាមេរិកដាក់ទណ្ឌកម្មហើយសំណួរសួរថាមកដល់ពេលនេះទណ្ឌកម្មរបស់អាមេរិកតើអ៊ីរ៉ង់នឹងអាចរំដោះរួចទេអាមេរិកបរាជ័យនៅលើទណ្ឌកម្មសេដ្ឋកិច្ចដោយសារតែមានវត្តមានចិនឃើញទេវត្តមានចិនបានធ្វើឲ្យអាមេរិកមានន័យថាដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់ដាក់ទប់មិនបាននឹងទី1ទី2គឺគាត់ប្រើនយោបាយមួយគឺនយោបាយបដិវត្តពណ៌ចិននយោបាយបដិវត្តពណ៌ហ្នឹងគឺយើងឃើញហើយប្រហែលខែមុនគឺមានការចលនាមួយគឺបះបោប្រឆាំងជាមួយនឹងរដ្ឋាភិបាលដោយមានកត្តា3លើកឡើងគឺថាទី1ដែលរដ្ឋាភិបាលសប្តាហ៍ថ្ងៃបើទេអ៊ីរ៉ង់សប្តាហ៍នេះគឺរក្សាសន្តិសុខជូនប្រជាជនអត់បានទី2គឺគេហៅថាធ្វើឲ្យអនុភាពនៃសេដ្ឋកិច្ចហើយនឹងទី3មានចលាចលអញ្ចឹងធ្វើឲ្យរដ្ឋាភិបាលអសមត្ថភាពតែតាមពិតទៅជាការរុញចលនាបដិវត្តពណ៌ក្នុងការផ្ដួលរំលំហើយយើងឃើញនៅពេលដែលចលនាគេហៅថាបដកម្មដ៏ទ្រង់ទ្រាយធំនោះសហរដ្ឋអាមេរិកបានប្រើនយោបាយមួយគឺថាបន្ទាត់ក្រហមហើយខ្ញុំសួរថាតើបន្ទាត់ក្រហមរបស់អាមេរិកគឺខាតផលប្រយោជន៍របស់អាមេរិកទេគឺអត់ទេគឺមានន័យថាចង់ថាសម្ដៅទៅលើរដ្ឋាភិបាលរបស់តេរ៉ង់ប្រសិនបើមានធ្វើទណ្ឌកម្មឬក៏ចាប់ចោលឬសម្លាប់បាតកោគឺនេះហើយជាបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិកត្រូវលូកដៃចូលប៉ុន្តែមកដល់ថ្ងៃនេះយើងឃើញថាបន្ទាត់ក្រហមនេះគឺប្រហែលជាបរាជ័យឬក៏ត្រូវបរាជ័យដោយសារអីដោយសារតែការសម្លាប់បាតកោនោះក៏មានចំនួនច្រើនដែរលើសពីបន្ទាត់ក្រហមដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ទៅទៀតអញ្ចឹងយើងឃើញថាសេណារីយ៉ូទី3សហរដ្ឋអាមេរិកគឺចាប់ផ្ដើមលាបពណ៌ប្រទេសអ៊ីរ៉ង់ហ្នឹងคล้ายទៅជាប្រទេសមួយដែលក្នុងកម្រិតមួយគ្រោះថ្នាក់បំផុតសម្រាប់សហរដ្ឋអាមេរិកហើយយើងអាចសួរសំណួរទៅវិញសួរថាតើអ៊ីរ៉ង់អាចមានលទ្ធភាពធ្វើឲ្យសហរដ្ឋអាមេរិកគ្រោះថ្នាក់ដែរឬទេបើធៀបជាមួយនឹងអាមេរិកនៅឯនាយសមុទ្រដែលមានចម្ងាយរហូតដល់រាប់ម៉ឺនគីឡូហើយបើសិនជាអ៊ីរ៉ង់នឹងមានលទ្ធភាពទៅកំទេចសហរដ្ឋអាមេរិកតើប្រើនយោបាយណាបើសហរដ្ឋអាមេរិកជាមហាអំណាចហើយខែលការពាររបស់សហរដ្ឋអាមេរិកមានច្រើនស្រទាប់ណាស់ចេញមិនផុតពីហ្គេនផងកោះហ្គេនផងគឺត្រូវធ្លាក់អស់ហើយអញ្ចឹងមានន័យថាយើងឃើញបទពិសោធន៍អន្តរជាតិនៅក្នុងអាការធ្វើដែលពួកបិនអូសាម៉ាបិនឡាដិននោះបាទគេគាត់មិនអាច
ប្រើយន្តហោះខាងក្រៅឬមធ្យោបាយខាងក្រៅទៅគំនិតសហរដ្ឋអាមេរិកទេអញ្ចឹងមានតែមធ្យោបាយខាងក្នុងមានន័យថាយកតាធនធានមនុស្ស pilot ទៅបើកយន្តហោះបង្វែរទិសយន្តហោះដើម្បីគំនិតសហរដ្ឋអាមេរិកមានតែមធ្យោបាយមួយហ្នឹងគាត់អញ្ចឹងមធ្យោបាយពីខាងក្រៅទៅអាមេរិកអញ្ចឹងការលើករបស់សហរដ្ឋអាមេរិកហាក់ដូចជាវានៅឆ្ងាយបន្តិចអញ្ចឹងក៏អាចចាត់ទុកថានេះជាការលើកសេណារីយ៉ូដើម្បីចោទប្រកាន់អ៊ីរ៉ង់ថាអ៊ីរ៉ង់ជាបិសាចមួយដែលមិនគួរឲ្យទុកចិត្តហើយគួរឲ្យព្រឺខ្លាចអញ្ចឹងហើយបានជាដល់ដំណាក់កាលនេះយើងឃើញថាអ៊ីស្រាអែលទេដែលអ៊ីស្រាអែលទុនដៃអ៊ីស្រាអែលគ្មានលទ្ធភាពឈរនៅក្នុងតំបន់ហ្នឹងដោយសារដូចខ្ញុំនិយាយមកអញ្ចឹងធនធានសេដ្ឋកិច្ចក៏មានសកម្មភាពធ្លាក់ចុះហើយទី2មេដឹកនាំរបស់អ៊ីស្រាអែលមានវិបត្តិទៅទៀតមានវិបត្តិ3មានវិបត្តិដូចជាលោកប៊ិនយ៉ាមិនមីនតាណាហ៊ូវិបត្តិទី1គឺត្រូវការចោទប្រកាន់ពីតុលាការបាទស្ដីអំពីការពុករលួយវិបត្តិទី2គឺស្ដីអំពីអស្ថិរភាពគឺបញ្ហាសន្តិសុខcủaប្រជាជនអត់បានការសង្គ្រាមយើងឃើញសង្គ្រាមដែលយើងនិយាយខាងដើមនេះគឺវាបង្កអសន្តិសុខអស្ថិរភាពហើយសេដ្ឋកិច្ចធ្លាក់ចុះហើយវិបត្តិទី3នោះគឺវិបត្តិខាងក្រៅគឺគាត់ជាប់ជាមួយនឹងតុលាការគេហៅថា ICC ទៅទៀតអញ្ចឹងកន្លែងនេះហើយដែលគេចាត់ទុកថាគេត្រូវការដោះដូរប៉ុន្តែប៊ិនយ៉ាមិនមីនតាណាហ៊ូលោកឆ្លាតយ៉ាងម៉េចដើម្បីឲ្យរួចផុតឬឲ្យចង់คลายទៅជាវីរៈបរិះនៅក្នុងប្រទេសអ៊ីស្រាអែលគាត់បង្កើតសង្គ្រាមនេះកើតឡើងចំពោះសហរដ្ឋអាមេរិកដើម្បីទាញឲ្យសហរដ្ឋអាមេរិកចូលប្រឡូកក្នុងសង្គ្រាមនេះដើម្បីកំទេចអ៊ីរ៉ង់ដែលគេចាត់ទុកថាអ៊ីរ៉ង់គ្មានសមត្ថភាពក្នុងការវាយបកទេប៉ុន្តែការគិតបែបនេះជាការខុសទីបំផុតទៅប្រហែលជាមកដល់ថ្ងៃនេះយើងឃើញថានេះហើយដែលជាកត្តាដែលនាំឲ្យបង្កើតសង្គ្រាមរហូតមកដល់សប្តាហ៍នេះបាទ